សួស្តីអ្នកនរគ្នាចឹងសម្រាប់វីដេអូនេះខ្ញុំនឹងប្រាប់ពីរបៀបប្រើប្រាស់កម្មវិធី vclass.ac/app ចឹងតាក់ទងជាមួយនឹងហ្នឹងការប្រើប្រាស់យើងអាចមើលបានតាក់ទងជាមួយនឹងគឺវាមានទី1គឺតាក់ទងជាមួយនឹងមុខងាររូបភាពដែលយើងអាច screenshot ឬក៏ upload អត្ថបទជាភាសាចិនឬក៏ជាភាសាអីផ្សេងៗដើម្បីឲ្យវា analyze ដើម្បីយើងអាចអានបានណាតែដោយសារទូទៅបើសិនជាយើងមានអត្ថបទស្រាប់គឺយើងអាច copy paste ហ្មងក៏បានដែរគឺយើងអាចចុចកន្លែងនេះដើម្បីបើកដាក់អត្ថបទចូលអញ្ចឹងក្នុងនេះក៏យើងមានមេរៀនផ្សេងៗដែលយើងនឹងព្យាយាម upload ឲ្យបានច្រើនដែរលោកអ្នកទាំងអស់គ្នាគ្រាន់តែចូលមកអាចចុចបើករៀនតែម្ដងតាក់ទងជាមួយនេះគឺមុខងារវចនានុក្រមគឺវា link ជាមួយនឹងពីរនេះបាទវា link មួយពីរហ្នឹងហើយមួយទៀតក៏យើងមានតាក់ទងជាមួយនឹងប័ណ្ណចងចាំដែលមានដែលយើងអាច save ទុកចំណាំអាចមើលពេលក្រោយបានអញ្ចឹងណាហើយតាក់ទងជាមួយនឹងកន្លែងនេះគឺជាកន្លែងកំណត់ភាសាបើយើងចង់ដាក់អង់គ្លេសខ្មែរឬក៏ចិនបាទចឹងខ្ញុំដាក់កន្លែងនេះខ្មែរហើយភាសាគោលដៅបែរភាសាដែលយើងចង់រៀនអញ្ចឹងក្នុងនោះវាមានចិនអង់គ្លេសកូរ៉េតែយើងចង់រៀនភាសាអីគេបន្តមកទៀតកន្លែងនេះគឺតាក់ទងជាមួយនឹងល្បឿនក្នុងការអានអញ្ចឹងអានេះគឺជាល្បឿនក្នុងការអានហើយនឹងគម្រោងអានេះគឺឈ្មោះរបស់យើងហើយយើងអាចចុចមើលថាអូអ៊ីមែលឈ្មោះគេគម្រោងយើងអផុតនៅក្នុងថ្ងៃណាអីចឹងទៅហើយអានេះគឺយើង log out អញ្ចឹងពេលដែលយើង log out គឺវាចេញមកយើងអត់អាចប្រើបានទៀតទេអញ្ចឹងយើងត្រូវចូលមួយសារទៀតបាទអញ្ចឹងខ្ញុំសូមចូលមួយសារទៀតអញ្ចឹងពេលយើងចូលហើយគឺយើងអាចចុចពាក្យថាដំឡើងកម្មវិធីនេះហើយយើងចុច install អានោះសម្រាប់នៅលើកុំព្យូទ័រគឺយើងអាចប្រើប្រាស់ដោយនិយាយទៅបែបប្រភេទវាដូចជាយើងអាច pin នៅកន្លែងហ្នឹងដូចគ្នាក៏ប៉ុន្តែវាអនឡាញដែរទេតែគ្រាន់តែថាវាជាងាយស្រួលសម្រាប់យើងចូលមកហ៊ានយកហ្មងចឹងយើងមិនបាច់ចូលតាម website តាមអីចឹងនេះសម្រាប់ការតម្លើងនៅលើកុំព្យូទ័រក្នុងទូរស័ព្ទ Android ក៏យើងអាចចុចកន្លែងហ្នឹងដូចគ្នាតែបើសិនជា iOS យើងចុច add to home screen ដើម្បីតម្លើងវាអញ្ចឹងអានេះគឺបែបហ្នឹងអញ្ចឹងបែបខ្លីៗបន្តមកទៀតរបៀបតាក់ទងជាមួយនឹងឧទាហរណ៍ថាយើងចង់រៀនភាសាចិនដោយប្រើអត្ថបទចឹងយើងចូលតាកន្លែងមេរៀនផ្សេងៗហើយយើងចុច open មកបាទពេលចុច open វា loading អញ្ចឹងយើងរងចាំបន្តិចទៅដើម្បីឲ្យវារុញ data ហ្នឹងចូលមកកាន់មេរៀនអញ្ចឹងនៅពេលដែលចូលមកដល់មេរៀនគឺយើងអាចមើលឃើញហើយបាទពេលមើលឃើញហើយយើងអាចអានប្រយោគ我是一个身高适中的人អូខេអញ្ចឹងគឺជាការកំណត់ផ្សេងៗហើយនឹងការហ៊ានអញ្ចឹងយើងអាចឆែកតាមនឹងបានអរគុណ